វីដេអូថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកដើរលេងដោយជា private ខេហើយដើរលេងនៅក្នុងប្រទេសថៃពីកន្លែងទេសភាពស្អាតទៅញ៉ាំ street food ដើរលេងថតរូបក៏ដូចជាណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងស្នាក់នៅមួយកន្លែងដែលនៅជិតផ្សារផងដែរសួស្តីបងប្អូនទាំងអស់គ្នាជាមួយខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាពីបទពិសោធន៍នៃការជិះ land private នៅក្នុងប្រទេសថៃដែលជាក្រុមហ៊ុនរបស់ខ្មែរហើយក៏មានបងប្អូនជាច្រើនចង់ដឹងពីការជួល land ដាច់ដែលជិះនៅប្រទេសថៃអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីការដែលខ្ញុំជួល land ដាច់ដើម្បីជិះនៅក្នុងប្រទេសថៃខ្ញុំបានធ្វើដំណើរទៅជាមួយនឹងក្រុមហ៊ុនវីរៈប៊ុនថាដោយជួលជាមួយនឹងសេវាកម្ម land private សម្រាប់ land private នេះគឺបងប្អូនអាចកំណត់ម៉ោងចេញដោយខ្លួនឯងបងប្អូនចង់ចេញម៉ោងប៉ុន្មានក៏បានដែរបងប្អូនចង់ជិះពីភ្នំពេញទៅក៏បានបាត់ដំបងទៅក៏បានសៀមរាបទៅក៏បានការជិះ direct ទៅដល់បាងកកតែម្ដងជាមួយនឹងឯកសារគឺខាងគាត់ជាអ្នករៀបចំឲ្យយើងជាមួយនឹងសេវាកម្ម land private ហ្នឹងគឺគាត់នឹងជូនយើងទៅដល់កន្លែងដែលយើងគេងតែម្ដងអ្នកទាំងអស់គ្នាពេលដែលខ្ញុំមកថៃគឺមានបងប្អូនជាច្រើនបានសួរថាខ្ញុំគេងនៅណាភាគច្រើនពេលខ្ញុំមកគឺខ្ញុំគេងនៅកន្លែងនេះគឺមានឈ្មោះថា White Palace ហើយនៅកន្លែងហ្នឹងគឺនៅជិតផ្សារប្រទូណាមេទាំងអស់គ្នាបន្ទប់ស្អាតទឹកអីគឺស្អាតហើយមាន view ជាមួយនឹងអាគារអញ្ចេះអ្នកទាំងអស់គ្នាដល់ពេលដែលមកដល់ប្រទេសថៃគឺខ្ញុំបាន booking ជាមួយនឹង land private របស់ក្រុមហ៊ុនវីរៈប៊ុនថាដើម្បីជាភាពងាយស្រួលនៅក្នុងការដែលខ្ញុំធ្វើដំណើរនៅក្នុងប្រទេសថៃព្រោះដោយសារតែខ្ញុំអត់ស្គាល់ទេអញ្ចឹងខ្ញុំត្រូវក្រុមហ៊ុនដែលខ្ញុំទុកចិត្តថាខ្ញុំអាចទៅបានជាមួយនឹងគាត់ដោយទៅគ្រប់ទីកន្លែងទាំងអស់តែម្ដងជួលដាច់ហ្មងនៅក្នុងមួយថ្ងៃហ្នឹងអ្នកទាំងអស់គ្នាបើសិនជាបងប្អូនចង់មកលេងនៅប្រទេសថៃហើយអត់ដឹងថាត្រូវធ្វើម៉េចបងប្អូនអាចធ្វើដូចខ្ញុំបានដូចជាការជួល land ក្រុមហ៊ុនរបស់វីរៈប៊ុនថាជាពិសេសសម្រាប់បងប្អូនដែលមកជាលក្ខណៈក្រុមគ្រួសារហើយមកជាលើកដំបូងអត់ដឹងថាត្រូវធ្វើម៉េចអាចតាក់ទងទៅខាងវីរៈប៊ុនថាបានថាបងប្អូនចង់ទៅប៉ែទៅ check សុខភាពឬក៏ទៅផ្សារទៅ shopping អីគឺគាត់អាចជុំទៅគ្រប់ទីកន្លែងទាំងអស់បងប្អូនបាច់បារម្ភថានៅពេលតែទៅដល់ថៃអ្នកទាំងអស់គ្នាត្រូវកងឡាននឹងបោកឬក៏ធ្វើស៊ីអីគឺមិនបាច់បារម្ភគ្រប់ទិន្នន័យដែលអ្នកទាំងអស់គ្នាធ្វើដំណើរគឺមាននៅក្នុង system របស់ក្រុមហ៊ុនវីរៈប៊ុនថាទាំងអស់អញ្ចឹងនេះគឺជាការដែលធ្វើឲ្យយើងមានអារម្មណ៍ថាសុវត្ថិភាពតាក់ទងនឹងព័ត៌មានកក់ឡានខ្ញុំនៅតែលក្ខណៈមួយទៀតបើសិនជាបងប្អូនធ្វើដំណើរតាមជើងយន្តហោះបងប្អូនក៏អាចកក់ជាមួយនឹង private car នេះតាមរយៈ LINE ឬក៏ Telegram ហើយគ្រាន់តែប្រាប់គាត់ថានៅចំណតទីម៉ានទៅគឺគាត់នឹងមកយកបងប្អូននៅកន្លែងទីតាំងនឹងតែម្ដងឥឡូវនេះបន្ទាប់ពីដឹងព័ត៌មានកក់ឡានហើយអញ្ចឹងយើងទៅមើលកន្លែងដើរលេងវិញម្ដងថាខ្ញុំនឹងទៅដើរលេងនៅណាបន្ទាប់ហើយកន្លែងដែលខ្ញុំមកដើរលេងទី1នេះគឺមានឈ្មោះថា Bubble in the Forest Cafeដែលនៅកន្លែងនេះគឺគេរៀបចំកន្លែងអង្គុយបែបកញ្ចក់ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺទឹកនៅកន្លែងគេមានសភាពថ្លាខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយពេលដែលយើងធ្វើដំណើរមកដល់ទីហ្នឹងគឺគេនឹងឲ្យក្តាស់យើងដើម្បីកក់តុកថាយើងចង់អង្គុយនៅកន្លែងណាអញ្ចឹងណាអញ្ចឹងបងប្អូនអាចកក់បានកន្លែងនេះគឺយើងធ្វើដំណើរពីបាងកកមកប្រហែលជា7 ម៉ោងអ្នកទាំងអស់គ្នាហើយសម្រាប់ម្ហូបហើយនឹងគ្រឿងនៅកន្លែងនេះគឺមានតម្លៃធូរថ្លៃខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយមិនមែនថាធូរថ្លៃហើយអត់ឆ្ងាញ់ទេណាគឺឆ្ងាញ់ហើយធូរថ្លៃទៀតសំខាន់បរិយាកាសហាងគេឡើងស្អាតហើយអត់សមនឹងតម្លៃដែលគេលក់ធូរថ្លៃអញ្ចឹងខ្ញុំនឹងភ្ញាក់ផ្អើលហ្មងអ្នកទាំងអស់គ្នាហើយនេះគឺជាម្ហូបដែលខ្ញុំបានហៅគឺមាន2មុខហ្នឹងជាមួយនឹងកាហ្វេ2កែវហើយបន្ទាប់ពីញ៉ាំបាយហើយខ្ញុំក៏ដើរលេងជុំវិញហ្នឹងបន្តិចដើម្បីមើលថានៅជុំវិញហ្នឹងមានអីខ្លះអញ្ចឹងណានេះគឺភ្ញៀវទេសចរអន្តរជាតិច្រើនទាំងអស់គ្នាចេញពីកន្លែងហ្នឹងខ្ញុំក៏ធ្វើដំណើរបន្តទៅមកកន្លែងទៀតដើរនៅក្នុងប្រទេសថៃនេះគឺក្តៅមែនតើអ្នកទាំងអស់គ្នាតែគ្រាន់តែចូលមកដល់ឡានគឺមានអារម្មណ៍ថាផាសុខភាពហ្មងព្រោះដោយសារតែម៉ាស៊ីនត្រជាក់នេះគឺត្រជាក់ខ្លាំងហើយនៅក្នុងឡានវិញគឺ feel good មែនតើហ្មងឥឡូវនេះគឺខ្ញុំបានធ្វើដំណើរមកដល់កន្លែងទី2ហើយកន្លែងទី2ដែលខ្ញុំមកលេងហ្នឹងគឺមានឈ្មោះថា Banam Kiendin ដែលកន្លែងនេះគឺមានការរៀបចំបែបអឺរ៉ុបអ្នកទាំងអស់គ្នាហើយទីតាំងទី2នេះគឺនៅជិត Bubble in the Forest ដែរបើសិនជាអ្នកទាំងអស់គ្នាបានទៅលេង Bubble in the Forest កុំភ្លេចមកលេងនៅកន្លែងនេះដែរហើយនៅកន្លែងនេះគឺគេបើកចាប់ពីម៉ោង5ល្ងាចទៅអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាទៅមុនម៉ោង5ក៏គេអត់ទាន់បើកដែរហើយនៅនេះវិញបុគ្គលិកគេស្លៀកពាក់កៅអៅលុយៗមែនតើអ្នកទាំងអស់គ្នាដូច Disney តកតាអញ្ចឹងហើយឥឡូវនេះគឺខ្ញុំកំពុងតែដើរទៅមើលកង្ហានខ្មៅអ្នកទាំងអស់គ្នាធ្លាប់តែឃើញកង្ហានសតែម៉ានីគេមានកង្ហានខ្មៅទៀតហើយឡើងពេញទឹកហ្នឹងហ្មងហើយនេះគេមានជាកន្លែងលក់របស់ប្លុកញ៉ាំអីចឹងណានិយាយទៅនៅនឹងគេរៀបចំបែបដូចនៅក្នុងហ្គេមគេទៅធ្លាប់លេងហ្គេម Happy Mall ម្ដងហ្នឹងដឹងតែ feeling អញ្ចឹងហ្មងពួកខ្ញុំក៏ចូលចិត្តលេងហ្គេមហ្នឹងដែរហើយនេះគឺជាបរិយាកាសសួនផ្កានៅកន្លែងហ្នឹងតែម្ដងអ្នកទាំងអស់គ្នាគឺមានសភាពស្អាតខ្លាំងមែនតើហ្មងណាដើរលេងនៅជុំវិញហ្នឹងហើយខ្ញុំក៏បានថតរូបលេងយ៉ាងស្អាតដែរបន្ទាប់ពីថតរូបលេងហើយខ្ញុំក៏បានចេញមកព្រោះដោយសារតែឥឡូវរៀងល្ងាចហើយខ្ញុំចង់ទៅដើរលេងញ៉ាំអីនៅក្នុងក្រុងវិញអញ្ចឹងឥឡូវនេះគឺខ្ញុំឲ្យតកងឡានគាត់ជូនខ្ញុំទៅក្នុងក្រុងវិញដើម្បីដើរញ៉ាំអីហើយឲ្យគាត់ទៅលាក់នៅកន្លែងញ៉ាំអីហ្នឹងហ្មងហើយបន្ទាប់មកខ្ញុំក៏ប្រាប់តកងឡានឲ្យគាត់ទៅព្រោះដោយសារតែនៅកន្លែងញ៉ាំអីនេះខ្ញុំអាចដើរទៅកន្លែងខ្ញុំគេងបានអញ្ចឹងណាព្រោះវាមិនចិត្តទេប៉ុន្តែគ្រាន់តែយើងដើរនៅលើកន្លែងស្ពានអាកាសហ្នឹងគឺយើងអាចដើរទៅដល់វិញបានហើយណាមួយនៅនេះពេលយប់គឺគេដើរច្រើនណាស់អ្នកទាំងអស់គ្នាលក្ខណៈថាពីមួយកន្លែងទៅមួយកន្លែងអញ្ចឹងនិយាយទៅគឺថាត្រូវដើររហ
ហូតហ្មងណាហើយឥឡូវនេះគឺខ្ញុំមកដល់កន្លែងស្តង់គេញ៉ាំអីហើយគឺមានម្ហូបច្រើនមុខមែនតើមានជាលក្ខណៈ fast food មានហើយសបោជាងគេហ្នឹងគឺបុកល្ហុងអីហ្នឹងទាំងអស់គ្នាគឺសបោខ្លាំងមែនតើហ្មងកន្លែងណាក៏មានដែរប៉ុន្តែមិនថាឲ្យតែបុកល្ហុងនេះគឺឆ្ងាញ់ទាំងអស់ណាទាំងអស់គ្នាគឺតាមកន្លែងដែរខ្ញុំមកជើងមុននេះខ្ញុំទៅញ៉ាំនៅប៉ាតាយាមានកន្លែងមួយដែលឆ្ងាញ់ខ្លាំងមែនតើហ្មងដល់ឥឡូវគឺនៅតែនឹករសជាតិហ្នឹងប៉ុន្តែមកជើងនេះគឺលក្ខណៈថាវាមិនអត់ឆ្ងាញ់ទេវាធម្មតាវាអត់ជារសជាតិដែលជាប់ចិត្តដូចកាលយើងញ៉ាំលើកមុនណាតែបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មកថៃហើយដឹងថាបុកល្ហុងនៅកន្លែងណាឆ្ងាញ់កុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងខ្ញុំជឿថាគ្នាយើងពេលមកថៃគឺដឹងតែដើរញ៉ាំ street food ហើយពួកដោយសារតែនៅនេះគឺសម្បូរ street food ញ៉ាំហើយតម្លៃគេរៀងធូរថ្លៃដែរនិយាយទៅគេរៀបទីផ្សារឲ្យយើងចាយលុយហ្មងទាំងអស់គ្នាលក្ខណៈថាតម្លៃគេធូរថ្លៃតែយើងដើរញ៉ាំយើងទិញបានច្រើនមុខអញ្ចឹងទៅយើងដើរហ្នឹងគឺយើងចាយមកហើយមិនថានៅតាមផ្សារទំនើបតាមចំផ្លូវទេគឺមកហូបធូរថ្លៃទាំងអស់ហ្មងទាំងអស់គ្នាហើយអ្នកដែលនិយាយទៅភ្ញៀវបរទេសដែលមកថៃហ្នឹងគាត់ថានៅថៃស្រួលម្យ៉ាងត្រង់ថាសបោរបស់ញ៉ាំហើយញ៉ាំរបស់ញ៉ាំបានធូរថ្លៃអញ្ចឹងណាអញ្ចឹងគេចូលចិត្តមកលេងថៃអញ្ចឹងនេះគឺជាចំណុចមួយដែលគេតាក់ទាញភ្ញៀវទេសចររបស់គេមកខ្ញុំពិតជាចង់ឲ្យតំបន់ទេសចរនៅស្រុកខ្មែរយើងគឺមានអ្នកមកលេងច្រើនដូចគ្នាអញ្ចឹងទាំងអស់គ្នាប៉ុន្តែយើងត្រូវរៀនសូត្រពីប្រទេសជិតខាងមិនថាយើងយកតាមគេទាំងស្រុងប៉ុន្តែយើងត្រូវរៀនសូត្រពីគេមកខ្លះដែរអញ្ចឹងណាទាំងការដាក់តម្លៃនៅលើម្ហូបដាក់តម្លៃនៅលើមុខតំណែងដែលយើងលក់នឹងអូខេឥឡូវនេះយើងមកមើលជាមួយនឹងវីដេអូយើងវិញអញ្ចឹងឥឡូវនេះបន្ទាប់ពីញ៉ាំអីហើយយើងក៏ដើរមកកន្លែងទៀតដើម្បីហៅទឹកញ៉ាំបន្ថែមទៀតហើយកន្លែងនេះគឺបន្ទាប់ពីញ៉ាំអីហើយគឺខ្ញុំក៏បានដើរទៅផ្ទះហើយកាន់មកដល់ស្អែកពេលផឹកពួកយើងក៏បានធ្វើដំណើរត្រឡប់មកខ្មែរវិញអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើចូលចិត្តកុំភ្លេចជួយ like និង share ម្នាក់មួយផងហើយបើចង់ដឹងព័ត៌មានបន្ថែមទៀតអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់ page វីរៈប៊ុនថាំបែហើយខ្ញុំគឺអរគុណទៅដល់តកងឡានខ្លាំងមែនតើអ្នកទាំងអស់គ្នាគាត់រស់រីហើយគឺគាត់សកម្មហ្មងអ្នកទាំងអស់គ្នាគឺថាខ្ញុំណាត់ម៉ោងប៉ុន្មានគាត់មកអង្គុយចាំមុនម៉ោងរហូតហ្មងអញ្ចឹងអរគុណខ្លាំងមែនតើពូសម្រាប់ការដប់ទៅទីកន្លែងជាច្រើនប្រហែលថ្ងៃនេះអូខេទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំនឹងតម្លាក់ព័ត៌មានអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់ក្រុមហ៊ុនវីរៈប៊ុនថាំបែបើសិនជាអ្នកចង់ធ្វើដំណើរទៅប្រទេសថៃដែលការជិះឡាន private អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ